ចប់ហើយពេលនេះឃើញទេបងប្អូនខ្ញុំថាយោមែនច្បាស់ចេះតែម្ដងការដោះមានមនុស្សធម៌របស់ថៃនៅឯភូមិព្រៃច័ន្ទនិងភូមិជោគជ័យរបស់កម្ពុជាកាលពីថ្ងៃ10ខែតុលាឆ្នាំ2025ថ្ងៃមុននេះឥឡូវនេះថៃបានអះអាងថាកន្លែងណាដែលទាហានថៃដើរចូលដល់កន្លែងនោះគឺជាដែនដីរបស់ថៃនិងជាដីដែលត្រូវបានសម្អាតដោយគ្រាប់មីនរួចរាល់ហើយអនុញ្ញាតគោរពជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនជនជាតិខ្មែរជាទីស្នេហានេះគឺជាព័ត៌មានកំពុងតែរំជើបរំជួលនឹងក្តៅកគុកតែម្ដងប្រសិនបើយើងមិនយកចិត្តទុកដាក់យើងមិនបានតាមដានឲ្យទាន់ពេលវេលានោះទេសកម្មភាពរបស់ថៃកាន់តែស៊ីជម្រៅឡើងហើយនៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះកងទ័ពថៃបន្តបង្ហាញសកម្មភាពជាតិនិយមដោយទាហានចំនួនជាង20នាក់ដើរតម្រង់តាមដីស្រែរបស់ប្រជាជនកម្ពុជាដែលគេអះអាងថាជាទឹកដីរបស់ថៃដែលស្ថិតនៅក្នុងភូមិនងយ៉ាកែវដែលកម្ពុជាស្គាល់យ៉ាងច្បាស់ថាគឺជាភូមិព្រៃច័ន្ទនិងភូមិជោគជ័យរបស់កម្ពុជាខណៈពេលដែលបទចម្រៀងនេះគឺច្រៀងបទប្រជាប្រិយមួយដែលមានចំណងជើងថាសៀមមនុស្សធម៌ដែលជាកំណាព្យត្រូវបានតាក់តែងដោយព្រះបាទរាមាទី6របស់ប្រទេសថៃវីដេអូបង្ហាញទាហានថៃកាន់ដៃគ្នាជាពីរជួរដើរតាមដីស្រែរបស់ប្រជាជនកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះបានធ្វើឲ្យអនុសេនីយ៍ឯកឆៃណារុងកាស៊ីមេបញ្ជាការកងពលតូចលេខ12នៃកងទ័ពបូរផាបាននិយាយថាវីដេអូនេះបានបង្ហាញអំពីអត្ថន័យនិមិត្តសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាកន្លែងណាដែលទាហានថៃដើរទៅដល់កន្លែងនោះគឺជាដែនដីរបស់ថៃនិងជាដីដែលបានសម្អាតគ្រាប់មីនរួចរាល់ហើយហេតុការណ៍នេះត្រូវបានគេចាត់ទុកថាគឺជាផ្នែកមួយចុងក្រោយបង្អស់នៃសកម្មភាពបង្ហាញពីជាតិនិយមជាបន្តបន្ទាប់របស់កងយោធាថៃបងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្នេហាបងប្អូនឃើញទេអ្វីដែលខ្ញុំគិតគឺមិនខុសឡើយខ្ញុំថាវាគ្មានថ្ងៃទេដែលថៃនឹងដកបន្លាលួសរបស់ខ្លួនបើទោះបីជាលោកដូណាល់ត្រាំចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងបទជប់បាញ់រវាងកម្ពុជានិងថៃនឹងត្រូវធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំអាស៊ានចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាខាងមុខនេះមិនទាន់ដល់ថ្ងៃចុះហត្ថលេខាដើម្បីទទួលស្គាល់នៅបទជប់បាញ់និងកិច្ចព្រមព្រៀងនានារបស់ថៃនិងកម្ពុជាផងនៅពេលនេះទាហានថៃបានសម្ដែងសកម្មភាពបង្ហាញអំពីបូរណភាពជាតិនិងស្មារតីជាតិនិយមរបស់ថៃដើម្បីបង្ហាញទៅកាន់ប្រជាជនថៃទៅហើយដែលគេអះអាងយ៉ាងមុតមមថាកន្លែងណាដែលទាហានថៃដើរដល់កន្លែងនោះហើយគឺជាទឹកដីរបស់ថៃដូច្នេះបើយើងសន្និដ្ឋានតាមរយៈសម្ដីនេះមានន័យថាកងទ័ពថៃចង់បង្ហាញឲ្យកម្ពុជាឃើញថាឥឡូវនេះថៃបានធ្វើការដោះមីនចូលទឹកដីកម្ពុជាកិច្ចការរបស់គេបានបញ្ចប់ទៅហើយគេសន្មតថាទឹកដីដែលគេដោះមីនគេអាចដើរនៅលើទឹកដីនេះមានន័យថាគឺជាទឹកដីរបស់គេដែលគេដណ្ដើមពីកម្ពុជាបានហើយសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានដឹងទាំងអស់គ្នាដែលនេះគឺជាទង្វើឈ្លានពានដ៏ថោកទាបបំផុតរបស់យោធាថៃនិងភាពលោភលន់សន្តានជាចោររបស់ជនជាតិសៀមដែលមិនចេះឆ្អែតឆ្អន់នៅតែជំរុញឲ្យការឈ្លានពាននេះនិងចំនួនមួយនេះកាន់តែធំឡើងបើទោះបីជាគណៈពេលដែលកម្ពុជាចង់បានសន្តិភាពដោយដំណើរការនៅច្បាប់អន្តរជាតិនិងកិច្ចការការទូតយ៉ាងណាក៏ដោយដូច្នេះបងប្អូនប្រជាជនកម្ពុជាយើងត្រូវមានការប្រុងប្រយ័ត្នជាទីបំផុតប្រសិនបើករណីនេះកាន់តែបន្តធំឡើងអាចនឹងមានហេតុការណ៍ផ្ទុះអាវុធនៅក្នុងករណីណាមួយក៏ថាបានដែរទន្ទឹមទៅនឹងស្ថានភាពនៅព្រំដែនកំពុងតែក្តៅខ្ញុំបាទសូមផ្ញើព័ត៌មាននេះជូនទៅកាន់បងប្អូនប្រជាជននៅជួរក្រោយផងដែរមេត្តាបងប្អូនមើលអំពីសកម្មភាពរបស់ថៃបច្ចុប្បន្នទៅពួកគេមិនល្អអ្វីជាមួយយើងទេបើទោះបីជានាយករដ្ឋមន្ត្រីថៃកំពុងតែដំណើរការច្បាប់ជាមួយកម្ពុជាយ៉ាងណាក៏ដោយទោះបីជាម៉ាឡេស៊ីអា
មេរិកកំពុងតែជួយជ្រោមជ្រែងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយប៉ុន្តែសកម្មភាពនៃការឈ្លានពានយ៉ាងត្រជាក់ជាទីបំផុតរបស់ថៃបាននឹងកំពុងតែអនុវត្តដើរទៅមុខមិនមានការឈប់ឬក៏ថយក្រោយឡើយហេតុនេះហើយសូមបងប្អូនភ្ញាក់រលឹកឡើងបងប្អូនមិនត្រូវប្រើប្រាស់ផលិតផលជាដាច់ខាតបងប្អូនត្រូវនិយាយថាទេចំពោះផលិតផលរបស់ថៃចូលរួមយ៉ាងម៉ឺងម៉ាត់ជាទីបំផុតពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃបើទោះបីជាផលិតផលប្រើប្រាស់ផលិតផលហូបចុកគ្រប់បែបយ៉ាងទាំងអស់វាគ្មានហេតុផលអ្វីដែលយើងត្រូវគាំទ្រផលិតផលរបស់ថៃទេពីព្រោះថាជាតិសាសន៍នេះមិនភ្ញាក់ខ្លួនជាដាច់ខាតមិនស្គាល់ថារបស់អ្នកណាជាកម្មសិទ្ធិរបស់អ្នកណាឡើយឲ្យតែខ្លួនឯងមានសមត្ថភាពអាងអំណាចយោធារបស់ខ្លួនគេនៅតែបន្តរកគួននិងឈ្លានពានមកលើប្រទេសកម្ពុជានេះគ្រប់ទម្រង់ទាំងអស់ជាកិច្ចសំណូមពររបស់ខ្ញុំក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ពិតជាមានការឈឺចាប់ណាស់ខ្ញុំបាទសូមសម្ដែងសេចក្តីព្រួយបារម្ភទុកជាមុនចំពោះបងប្អូនប្រជាជនកម្ពុជាយើងដែលកំពុងតែទទួលទានចំណីអាហាររបស់ប្រទេសថៃបងប្អូនធ្វើការគិតម្ដងទៀតមុននឹងសម្រេចចិត្តហូបរបស់ថៃដោយសារតែបច្ចុប្បន្ននេះទំនិញថៃថ្មីជាពិសេសគឺប្រហិតនិងសាច់បង្កករួមទាំងគ្រឿងទេសមួយចំនួនដែលកំពុងតែបានផលិតថ្មីនិងនាំចូលជាបន្តបន្ទាប់ដោយខុសច្បាប់ចូលមកប្រទេសកម្ពុជាប្រសិនបើបងប្អូនមិនភ្ញាក់ខ្លួននៅតែប្រើប្រាស់ផលិតផលរបស់ថៃនៅតែហូបចុកផលិតផលរបស់ថៃទៀតបងប្អូននឹងអាចមានជំងឺមហារីកនៅក្នុងរយៈពេល5ឆ្នាំឬ10ឆ្នាំទៅមុខកូនចៅរបស់បងប្អូនដែលជាជនជាតិខ្មែរជំនាន់ក្រោយអាចនឹងមានបញ្ហាសតិអារម្មណ៍ចុះខ្សោយផ្នែកប្រព័ន្ធប្រសាទពិបាកនៅក្នុងការបង្រៀនខ្សោយរៀនមិនចេះអបសតិបញ្ញាដែលមិនអាចคล้ายទៅជាអ្នកពូកែនៅក្នុងជំនាន់ក្រោយរបស់កម្ពុជាបានឡើយនេះក៏ដោយសារតែថៃបច្ចុប្បន្ននេះយើងមិនអាចកំណត់បានថាគេនឹងស្មោះត្រង់ជាមួយកម្ពុជាទេដរាបណាប្រទេសកម្ពុជាយើងកូនខ្មែរយើងនៅតែបន្តប្រើប្រាស់ផលិតផលរបស់ថៃជាបន្តទៀតរូបភាពនិងសកម្មភាពដែលយើងឃើញសពថ្ងៃនេះគឺជាភ័ស្តុតាងយ៉ាងច្បាស់ក្រឡែតទៅហើយថាថៃគ្មានបំណងល្អជាមួយនឹងប្រជាជនកម្ពុជាទេបងប្អូនមើលចុះសូម្បីតែកុមារីចាស់ជរាជនពិការអ្នកដែលមានជំងឺប្រចាំកាយស្ត្រីមានផ្ទៃពោះស្ត្រីកូនខ្ចីទារកទារីកាកំពុងរស់នៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យថ្ងៃទី10ថ្ងៃទី11ថ្ងៃទី12ខែតុលាឆ្នាំ2025សកម្មភាពដ៏ព្រៃផ្សាយនឹងអំពើថោកទាបបំផុតរបស់ថៃមិនអាចឲ្យកម្ពុជាបំភ្លេចបានឡើយពួកគេបានប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងនៅក្នុងកម្រិតខ្ពស់បង្កការរំខានទៅដល់បងប្អូនប្រជាជនគ្រប់លំដាប់ថ្នាក់គ្រប់ភេទគ្រប់វ័យទាំងអស់ទាំងពេលយប់ពេលថ្ងៃពេលកណ្ដាលអាធ្រាត្រហើយអន្តរជាតិក៏បានចាត់ទុកថាអំពើទាំងអស់នេះគឺជាការរំលោភបំពានសិទ្ធិមនុស្សដ៏ព្រៃផ្សាយជាទីបំផុតដែលមនុស្សជាតិមិនអាចលើកលែងទោសបានឡើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលបងប្អូនបានជ្រាបរួចមកហើយមិនចាំបាច់ខ្ញុំរំលឹកឡើងវិញទេសូមបងប្អូនងាកទៅមើលសកម្មភាពរបស់ថៃកំឡុងពេលនៃការផ្ទុះអាវុធទៅវិញទៅមកពលគឺចាប់ពីថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងមកគេប្រើប្រាស់អាវុធធុនធ្ងន់យន្តហោះចម្បាំងទំនើបគ្រាប់បែកចង្កោមផ្សែងពុលគីមីដែលនេះគឺជាការប្រឡាយពូជសាសន៍យ៉ាងច្បាស់ក្រឡែតឲ្យតែមានឱកាសវាយប្រហារដោយប្រដាប់អាវុធពួកគេមិនបានគោរពសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាឡើយពួកគេមិនគោរពសិទ្ធិអន្តរជាតិឡើយគេហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់ឲ្យតែប្រជាជាតិរបស់កម្ពុជានេះរលាយផុតពីផែនដីសូមបងប្អូនចងចាំឲ្យច្បាស់កុំភ្លេចឲ្យសោះពីមួយជំនាន់ទៅតមួយជំនាន់ទៀតផ្ដាំតកូនតចៅឲ្យឈប់ប្រើប្រាស់ផលិតផលរបស់ថៃទៅយើងងាកមកប្រើប្រាស់ផលិតផលរបស់កម្ពុជាឲ្យស្រស់ដៃគ្នាទៅមើលប្រទេសជាតិយើងនឹងមានវាសនាคล้ายទៅជាប្រទេសអភិវឌ្ឍលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងផលិតកម្មជារៀងរហូតតទៅថ្ងៃអនាគតឈរលើលំដាប់ថ្នាក់ពិភពលោកទៀតផងដោយសារតែបច្ចុប្បន្ននេះរយៈពេលប៉ុន្មានខែនេះយើងឃើញថាប្រទេសយើងបាននឹងកំពុងតែសកម្មជាទីបំផុតនិងចូលរួមគ្នាដោះស្រាយបានយ៉ាងល្អដើម្បីបំពេញ
តម្រូវការរបស់ប្រជាជនកម្ពុជាយើងគ្រប់ប្រភេទទាំងអស់មួយរយៈនេះខ្ញុំសង្កេតឃើញថាផលិតផលរបស់កម្ពុជាពិតជាមានគុណភាពល្អជាទីបំផុតល្អលើសប្រទេសថៃទៀតផងប៉ុន្តែគ្រាន់តែមិនទាន់គ្រប់គ្រាន់តែប៉ុណ្ណោះដូច្នេះខ្ញុំបាទសូមសំណូមពរឲ្យបងប្អូនប្រជាជនកម្ពុជាយើងនាំគ្នាបន្តគាំទ្រផលិតផលរបស់កម្ពុជាបន្ថែមទៀតហើយក៏សូមសំណូមពរចំពោះម្ចាស់ផលិតកម្មសហគ្រាសរោងចក្រនានារបស់កម្ពុជាមេត្តាបងប្អូនផលិតនៅទំនិញរបស់កម្ពុជាគ្រប់ប្រភេទគ្រប់តម្រូវការរបស់ប្រជាជនកម្ពុជាយើងដើម្បីជំនួសទំនិញថៃជាបន្ទាន់ដោយសារតែប្រជាជនកម្ពុជាយើងបើខ្ញុំក្រឡេកមើលបច្ចុប្បន្ននេះភាគច្រើនបាននឹងកំពុងតែបាក់ទឹកបាក់ដីមកគាំទ្រផលិតផលរបស់កម្ពុជាហើយដោយសារតែពួកយើងឈឺចាប់ពេកមិនអាចទទួលយកបាននៅទង្វើអាក្រក់ជាទីបំផុតរបស់ប្រទេសថៃដែលកើតឡើងជាបន្តបន្ទាប់អរគុណជម្រាបលា